សួស្តីបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានរថយន្តNissan Navara មួយគ្រឿងដែលបំពាក់ set up ជាមួយនឹង accessory កាងដែកខាងក្រោយខាងមុខនិង barrier ខាងក្រោយបងប្អូនទាំងគ្នាជាមួយនឹងរថយន្ត Navara ឆ្នាំ2011ឥឡូវខ្ញុំសូមនាំបង្ហាញបងប្អូនមកទស្សនាទាំងអស់គ្នាជាមួយខ្ញុំឥឡូវសូមនាំបងប្អូនមកមើលរូបរាងបញ្ជុំរបស់រថយន្ត Navara របស់យើងដែលបានបំពាក់ set up ជាមួយនឹងគ្រឿង accessory រួចរាល់ថ្ងៃនេះសូមចេញវីដេអូបែបលក្ខណៈផ្ដាសាយជូនបងប្អូនតែម្ដងឥឡូវសូមនាំបង្ហាញមកពីប្រភេទកាំងបាចាពីខាងមុខនេះបងប្អូនទាំងគ្នាប្រភេទកាំងបាចាដែលយើងបាន highlight ឈ្មោះនៅពីខាងមុខនេះហើយនៅពីខាងមុខនេះបងប្អូនអាចកំងបានសម្រាប់រចនាម៉ូដការកាត់ឈ្មោះឬក៏លេខហុងស៊ុយរបស់បងប្អូនដូចគ្នាហើយយើងអានេះគឺជាការ design និងការ highlight ដើម្បីឲ្យមើលទៅការមួយយើងមានភាពទាក់ទាញនិងមានភាពស្អាតបងប្អូនទាំងគ្នាសម្រាប់រចនាម៉ូដបាចានេះហើយយើងបាន design មកគឺមើលទៅស្អាតរូបរាងស័ក្តិសមជាមួយនឹងសរងឡាននេះតែម្ដងបងប្អូនទាំងគ្នាសម្រាប់ Nissan ឆ្នាំ2011នេះហើយសម្រាប់ជើង connector គឺយើងធ្វើចាប់តម្រូវជាមួយនឹងជើង connector សាក់ស៊ីនេះដូចគ្នាបងប្អូនទាំងគ្នាហើយយើងបានធ្វើចាប់ជាប់ជាមួយនឹងសាក់ស៊ីរឹតប្រឡងគឺត្រឹមត្រូវមែនទែនជាមួយនឹងដែកខាងនេះបងប្អូនទាំងគ្នាដើម្បីបង្កើនគុណភាពរឹងមាំរបស់សាក់ស៊ីរបស់យើងមួយកម្រិតទៀតផ្នែកតឹងបងប្អូនទាំងគ្នាព្រោះខាងមុខនេះជាធម្មតាបោះស៊ីនគឺគេដាក់អាលុយមីញ៉ុមអញ្ចឹងយើងដោះអាលុយមីញ៉ុមចេញចាប់ជាប់ជាមួយនឹងដែកតែម្ដងអញ្ចឹងធ្វើឲ្យកាំងរបស់យើងគឺមាំមែនទែនអញ្ចឹងបើសិនជាបងប្អូនមានតម្រូវការបងប្អូនអាចដាក់កំងបានសម្រាប់រចនាម៉ូដមួយនេះហើយនេះក៏យើងធ្វើតេស្តជាមួយនឹងថ្នាំ Auto Color ទេបងប្អូនទាំងគ្នាបងខ្ញុំថតបង្ហាញនេះដើម្បីបងប្អូនមើលនិងយល់ថាប្រភេទថ្នាំ Auto Color និងថ្នាំ Photocoating នេះគុណភាពវាបែបណាអានេះជាថ្នាំ Auto Color ទេបងប្អូនវាស្ដើងបែបហ្នឹងគឺបាញ់គាត់តែប្រហើចេញតែពណ៌ទេតែគាត់ថា Auto Color វាងាយស្រួលលាយហើយមានពណ៌ស្អាតច្រើនហើយថ្នាំ Photocoating ក៏អញ្ចឹងដែរបងប្អូនទាំងគ្នាតាមបងប្អូនស្រឡាញ់ចែកបងប្អូនស្រឡាញ់ខ្មៅលងគឺយើងអាចបាញ់ខ្មៅលងបានដូចគ្នាសម្រាប់ថ្នាំ Photocoating ហើយគាត់ថាគុណភាពភាពស្វិតភាពរឹងមាំនឹងការប៉ះទង្គិចហ្នឹងគឺវាខុសគ្នាបងប្អូនទាំងគ្នា Auto Color ងាយនឹងប៉ះទង្គិចទៅងាយខូចទឹកថ្នាំហើយនេះថ្នាំ Auto Color គឺយើងប៉ះមកនេះបងប្អូនសម្បីតែខ្ទាតដុំថ្មត្រូវក៏កលិតដល់សាច់ដែកទេនេះហើយក៏ងាយឡើងច្រេះដែរហើយនេះគឺជាកាំងលើតវលបងប្អូនអ្នកគ្នាដែលយើងបានបំពាក់បន្ថែមមកជាមួយនឹងពូលភ្លើង LED ទាំង LED ធម្មតានិងពូល LED គុជបងប្អូនអ្នកគ្នាដែលពូល LED គុជនេះគឺមានចំនួន12គ្រាប់ដែលយើងបានបំពាក់ផ្នែកសងខាងនៃពូល LED វែងបងប្អូនអ្នកគ្នាអញ្ចឹងបងប្អូនអាចកំងបានយើងមាន home stock សម្រាប់រចនាម៉ូដពូលភ្លើង LED បែបនេះគឺជំនួយដល់បងប្អូនដែលប្រើប្រាស់ក្នុងស្ថានភាពផ្លូវក្នុងព្រៃហ្នឹងគឺប្រើប្រាស់ជាមួយនឹងពូលភ្លើង LED នេះគឺច្បាស់ល្អមែនទែនបងប្អូនអ្នកគ្នាឥឡូវបងប្អូនមកមើលពី barrier ខាងក្រោយដែលយើងបានបំពាក់ផ្នែកត្រង់ខាងក្រោយរបស់រថយន្ត Navara នេះបងប្អូនអ្នកគ្នាសម្រាប់ barrier នេះគឺចំណេញមែនទេសម្រាប់បងប្អូនយើងស្រឡាញ់បែប mode បែបមាន style ច្រើនណាបងប្អូនអ្នកគ្នាដោយសម្រាប់ barrier នេះដែរគឺបងប្អូនចង់បំពាក់បែបលក្ខណៈ sport bar ក៏បានដែរបងប្អូនអ្នកគ្នាបងប្អូនអាចមើលសម្រាប់ barrier នេះគឺយើង design មកគឺងាយស្រួលបងប្អូនបំពាក់និងដោះបង្គំបញ្ចូលដោយយើងគ្រាន់តែដោះអាផ្នែកក្រហមនោះចេញនិង rack ខាងលើនោះគឺចេញជា sport bar បងប្អូនអ្នកគ្នាដែលបានបង្ហាញអញ្ចឹងគឺខាងក្នុងនេះគឺយើងធ្វើចាប់ដោយប្រឡងអញ្ចឹងបងប្អូនដោះអាផ្នែកក្រហមនិង rack ខាងលើនោះចេញទៅនឹងចេញជា sport bar តែម្ដងសម្រាប់រចនាម៉ូដនេះហើយយើងបាន design វាឲ្យវាមានកម្ពស់ស្មើទាំងផ្នែកខាងក្រោយនិងផ្នែកខាងមុខនៃកាំងលើកាប៊ីនរបស់យើងនេះបងប្អូនអ្នកគ្នាហើយបងប្អូនមើលសម្រាប់រចនាម៉ូដនេះគឺយើង design មកជារចនាបថបែបខ្មែរតែម្ដងបងប្អូនគាត់តែឃើញជាលក្ខណៈផ្ការំដួលហ្នឹងគឺបងប្អូនដឹងថាជាផលិតផលក្នុងស្រុករបស់យើងតែម្ដងបាច់ចាំសួរបាច់ចាំអីឆ្ងាយបងប្អូនអ្នកគ្នាសម្រាប់គុណភាពគឺរឹងមាំថ្មីត្បិតតែ barrier នេះគឺយើងធ្វើបង្គំផាតច្រើនប៉ុន្តែតែយើងអត់មានថាអត់ឃ្លីងឃ្លងឬអត់ញ័រទេបងប្អូនគឺហាប់ណែតមែនតើយើងធ្វើការចាប់ជាប់ជាមួយនឹងប្រឡងបង្គំផាតនេះមួយពេលដែលយើងបង្គំហើយអស់គឺកាងទាំងអស់ហ្នឹងគឺវាមាំមែនតើបងប្អូនsupport ទាំងផ្នែកខាងមុខទៅដល់ផ្នែកខាងក្រៅហើយតែម្ដងសម្រាប់បងប្អូនយើងប្រើប្រាស់បែបលក្ខណៈដាក់តង់កេងពីខាងលើក៏អត់មានជាបញ្ហាដែរបងប្អូនអ្នកគ្នាអញ្ចឹងងាយស្រួលបងប្អូនយកទៅប្រើប្រាស់ជាលក្ខណៈដឹកអីវ៉ាន់ក៏បានហើយក៏ងាយស្រួលក្នុងការឆ្លាស់ធំទូលាយនឹងផ្នែកខាងត្រង់ខាងក្រោយនេះបងប្អូនអ្នកគ្នាងាយស្រួលយើងដាក់អីវ៉ាន់បានច្រើនបានផងដែរហើយបងប្អូនមើលសម្រាប់រចនាម៉ូដមួយនេះគឺយើង design មកស្អាតមែនទែនជាមួយនឹងការរចនាចោះរុនតូចដើម្បីឲ្យងាយស្រួលក្នុងការចេញចូលខ្យល់ល្អបងប្អូនអ្នកគ្នាជាលក្ខណៈ barrier គឺយើងមិនមែនថាត្រូវតែធ្វើចិត្តឆឹងដូច canopy ទេបងប្អូនអ្នកគ្នាបើចង់បានជាលក្ខណៈ canopy បងប្អូនទិញតង់ក្របឲ្យចិត្តមកជាលក្ខណៈ canopy តែម្ដងហើយឥឡូវនេះសូមមើលពីរចនាការក្រោយបងប្អូនអ្នកគ្នាសម្រាប់រចនាម៉ូដការក្រោយនេះគឺយើងបានធ្វើភ្ជាប់មកជាមួយនឹងសាក់ស៊ីនិងចាប់ផ្សារជាមួយនឹងជើងអូសដង trailer នេះបងប្អូនអ្នកគ្នាអញ្ចឹងបំពាក់ជាមួយនឹងការក្រោយគឺចំណេញមែនតើដែលយើងបានភ្ជាប់មកជាមួយនឹងជើងអូសដង trailer ស្រាប់តែម្ដងបងប្អូនបើចាំទៅរកបំពាក់បន្ថែមជាមួយនឹងជើងអូសដង trailer នេះទេបងប្អូនអ្នកគ្នាដែលគាត់បានបំពាក់ជាមួយនឹងកាំងនេះជាឈុតគឺវាសោះស្អាតមែនទែនត្រូវជាមួយនឹងសម្រងឡាន
វាស៊ីជាមួយនឹងសម្រងឡាន Navara នេះតែម្ដងបងប្អូនអ្នកគ្នាហើយខ្ញុំមានតែប៉ុណ្្នេះទេបងប្អូនអ្នកគ្នាសូមអរគុណច្រើនជួបខ្ញុំក្នុងវីដេអូបន្តទៀតបងប្អូនបាយបាយ